ធ្វើម៉េចក៏មិនងុយដេកបាទមានយើងអាចនឹងធ្វើមិនឲ្យងុយដេកនៅក្នុងឡងពេលខ្លីណាមួយបានណាមិនមែនថាយើងអត់ងុយ3 4ថ្ងៃអានឹងធ្វើមិនបានទេខួរក្បាលយើងត្រូវការសម្រាករាងកាយរបស់យើងត្រូវសម្រាកប៉ុន្តែរឿងដែលថាធ្វើអីមានវិធីណាដើម្បីកុំឲ្យងុយដេកមានចង់ខ្លាំងខ្លាចខ្លាំងភ័យខ្លាំងថ្មោងខ្លាំងគឺបាត់ងុយដេកកាលពីឆ្នាំ2009ឆ្នាំ2009កាលនោះខ្ញុំបានទៅទិញឡានមួយថ្មីថ្មោងCamry Balance ហើយត្រូវបើកទៅផ្ទះហើយមិនសូវចេះបើកផងព្រោះទៅទិញថ្មីថ្មោងបាទតែយ៉ាងណាបើកផ្លូវជាតិលេខ5យើងទៅបាត់ដំបងហ្នឹងចេញពីពេញទៅវបងអូនជីដូនមួយរបស់ខ្ញុំជិះនៅខាងក្រោយប្រពន្ធខ្ញុំជិះទៅមួយខ្ញុំបងអូនជីដូនមួយសួរថាបងហើយជាម៉ោង8ម៉ោង9ព្រឹកវាងុយដេកវាទៅក្រោកពីដេកសោះហើយវាងុយដេកបងធ្វើម៉េចបានងុយដេកបងងុយដេកតោះនេះខ្ញុំមិនតនឹងបានឆ្លើយផងតែយើងបើកលឿនយើងអត់ចេះហ៎បើកលឿនកាលនោះបែរជាយើងមើលទៅវាច្រឡំកងទៅមានអាម៉ៃមានអាម៉ែតគីឡូម៉ែត្រអីនោះដាក់វទៅគោមួយវារត់ចេញមកឆ្ងាយដែរប្រហែលជា100ម៉ែត្រប៉ុន្តែយើងជន់អត់ជាប់យើងជន់គឺជន់ប្រាំងវានៅតែបោកបានទៀតប៉ាំងចាគោនោះទៀតឡើងមកលើកញ្ចក់មុខនេះហើយបានធ្លាក់ទៅចេះហើយឡាននោះបែកមុខអស់លីងបាទហើយក៏អ្នកស្រុកអ្នកភូមិអីមកអញ្ចឹងទៅហើយក៏ប៉ូលីសអីមកអញ្ចឹងមកចាត់ចែងធ្វើផ្លូវច្បាប់ឯកសារទៅអីអញ្ចឹងទៅបាទស្ថានភាពអ៊ូអវូវពេញអញ្ចឹងទៅផ្លូវទៅកកដល់ពេលហ្នឹងស្រាប់តែពេលរួចរាល់ហើយអាចដូនមួយខ្ញុំថាបងស្វាងចេះហ្មងលេងងុយដេកទៀតហ្មងណាយើងឃើញទេយើងកំពុងតែងុយងក់ហ្នឹងស្រាប់តែមានព្រឹត្តិការណ៍អីមួយមកផាំងគូយើងបាត់ងុយដេកហ្មងអូតែយើងកំពុងតែងុយដេកនេះស្រាប់គេឲ្យ$1ងក់បដ ாய் បាក់កតុនកគេឲ្យ$1លានប៉បមិនដែរបើជាការពិតមែនណា$1លានមិនដែរស្វាងចេះហើយអាចនឹងអត់ដេក3 4ម៉ោងទៀតក៏បានដែរណាមែនទេគេឲ្យទូរស័ព្ទ17 Pro Max មួយមិនដែរគេឲ្យមិនបាច់ចាំ$1លានតែ$10000ស្វាងចេះអត់មាននឹងអីទេអញ្ចឹងវាមកពីការរំញោចដោយការរំញោចសតិរបស់យើងខ្លាំងដែលយើងចង់ខ្លាំងឬក៏ភ័យខ្លាចខ្លាំងឧទាហរណ៍ថាពេលហ្នឹងណាមានខ្លាណាមួយបុកទ្វារចូលមកពឹបមួយដេកទៀតទេកុំថាឡើយអាមិនតាន់តែយ៉ងក្បាលអាតែយ៉ងក្បាលហើយក៏ដោយអាដេកហើយក៏ដោយឃើញខ្លាមួយមករត់ហើយណាអញ្ចឹងចង់ខ្លាំងភ័យខ្លាំងភ្ញាក់ខ្លាំងក៏វាអាចនឹងធ្វើឲ្យយើងបាត់ងុយដេកបដោះសនដែរ